រឿងរៀបត្រីព័មាសតួអង្គសំខាន់មានតារាតួឯកស្រីនារីជនបទរឹងមាំមានដុងសិល្បៈត្បាញសូត្រពីដូនតាវិបុលតួឯកប្រុសអ្នកច្នៃម៉ូដល្បីឈ្មោះនៅភ្នំពេញមើងម៉ាត់តែមានបេះដូងទន់ភ្លន់សូហ្វៀតួរងឬតួអាក្រក់អ្នកច្នៃម៉ូដមានមហិច្ឆតាខ្ពស់ចូលចិត្តយកឈ្នះតាមភ្លើងងងឹតមេងតួរងមិត្តភក្តិជិតស្និទ្ធរបស់វិបុលជាមនុស្សកំប្លែងនិងស្មោះត្រង់លោកស្រីចិន្តាម្ដាយវិបុលជាអ្នកមានអំណាចនិងចង់ឲ្យកូនរៀបការជាមួយសូហ្វៀយាយមុំជីដូនរបស់តារាបង្ហាញក្នុងឈុតអតីតកាលជាអ្នកកាន់កាប់អត្តកម្មបាំងសូត្រមាសតារារស់នៅយ៉ាងលំបាកក្នុងភូមិយាយមុំធ្លាក់ខ្លួនឈឺធ្ងន់ហើយប្រគល់ប្រអប់ឈើមួយឲ្យតារាដោយប្រាប់ថានេះជាកិត្តិយសនៃគ្រួសារយើងកុំឲ្យវាបាត់បង់អីក្នុងនោះមានស្រស័យសូត្រមាសដ៏កម្រមុំចែកឋានម្ចាស់បំណុលម្នាក់ព្យាយាមបៀតបៀនតារាជាធ្នូលនឹងបំណុលតារាសម្រេចចិត្តរត់ចោលភូមិទាំងយប់ឡើងរថយន្តឈ្នួលមកភ្នំពេញទាំងគ្មានប្រាក់មួយរៀលតារាមកដល់ភ្នំពេញវង្វេងផ្លូវនឹងត្រូវគេលួចកាបូបនានសន្លប់នៅមុខហាងរបស់វិបុលមេងមិត្តវិបុលជាអ្នកឃើញនឹងជួយនាងចូលក្នុងហាងវិបុលមិនចង់ទទួលតារាឲ្យធ្វើការទេព្រោះស្មានថានាងជាមនុស្សបោកប្រាស់ប៉ុន្តែតារាបានបង្ហាញសមត្ថភាពជួសជុលរ៉ូបដែលដាច់រហែកក្នុងពេលភ្លាមធ្វើឲ្យវិបុលភ្ញាក់ផ្អើលនិងទទួលនាងជាអ្នកជំនួយការទូទៅសូហ្វៀជាគូដណ្ដឹងដែលម្ដាយវិបុលចង់ឲ្យរៀបការជាមួយមកហាងនឹងមើលងាយតារាខ្លាំងតារាត្រូវធ្វើការធ្ងន់និងគេងក្នុងបន្ទប់ស្តុកក្រណាត់ប៉ុន្តែនាងប្រើពេលយប់ដើម្បីហាត់រៀនច្នៃម៉ូដវិបុលជួបវិបត្តិព្រោះមិនអាចរកក្រណាត់ប្លែកៗសម្រាប់កម្មវិធីតារាសម្រេចចិត្តយកស្រស័យសូត្រមាសរបស់យាយនាងមកបង្ហាញវិបុលរំភើបចិត្តណាស់ហើយអ្នកទាំងពីរចាប់ផ្ដើមធ្វើការជាមួយគ្នារាល់យប់ទំនាក់ទំនងរវាងវិបុលនិងតារាកាន់តែស្អិតល្មួតវិបុលបង្រៀនតារាឲ្យស្គាល់ពិភពលោកទំនើបចំណែកតារាបង្រៀនវិបុលឲ្យស្គាល់តម្លៃនៃវប្បធម៌បុរាណសេចក្តីស្រឡាញ់កើតឡើងដោយគ្មានដឹងខ្លួនសូហ្វៀលួចដឹងពីទំនាក់ទំនងនេះនាងជួលមនុស្សឲ្យលួចយកគំនូរម៉ូដរាត្រីពណ៌មាសរបស់តារានិងវិបុលរួចយកទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំផ្សេងទៀតកាត់មុខវិបុលខឹងខ្លាំងពេលឃើញម៉ូដរបស់ខ្លួនត្រូវគេលួចសូហ្វៀរៀបចំផុសតាងក្លែងក្លាយឲ្យវិបុលយល់ថាតារាជាអ្នកលក់ព័ត៌មានឲ្យដៃគូប្រជែងវិបុលដេញតារាចេញពីហាងទាំងចិត្តដាច់តារាត្រឡប់ទៅភូមិវិញទាំងអាការឈឺចាប់នាងមិនចោះបញ្ចេញទេនាងបានប្រមូលស្ត្រីក្នុងភូមិឲ្យជួយត្បាញសូត្រមានដ៏ធំមួយដើម្បីបង្ហាញពិភពលោកថានាងជាម្ចាស់ពិតប្រាកដមេងបានរកឃើញវីដេអូកាមេរ៉ាសុវត្ថិភាពដែលបង្ហាញថាសូហ្វៀជាអ្នកលួចគំនូរវិបុលដឹងកំហុសភ្លាមរួចបើករថយន្តទៅរកតារានៅជនបទទាំងយប់វិបុលសុំទោសតារានៅកណ្ដាលវាលស្រែក្រោមពន្លឺព្រះច័ន្ទអ្នកទាំងពីរសម្រេចចិត្តរួមគ្នាធ្វើកម្មវិធីតាំងបង្ហាញម៉ូដផ្ទាល់ខ្លួនក្រោមចំណងជើងថារាត្រីពណ៌មាសក្នុងកម្មវិធីសូហ្វៀបង្ហាញម៉ូដដែលនាងលួចមកស្រាប់តែតារាបង្ហាញខ្លួនជាមួយរ៉ូបសូត្រមាសពិតប្រាកដដែលចាំងពន្លឺខ្លាំងជាងធ្វើឲ្យគ្រប់គ្នាស្រឡំកាំងអ្នកជំនាញវាតម្លៃថាស្នាដៃសូហ្វៀជាការចម្លងតែស្នាដៃតារាជាសិល្បៈពិតប្រាកដម្ដាយវិបុលយល់ឃើញពីតម្លៃរបស់តារាហើយសុំទោសចំពោះកំហុសកន្លងមកសូហ្វៀត្រូវបាត់បង់គេរិទ្ធិមាសវិបុលនិងតារារៀបការជាមួយគ្នាក្នុងភូមិរូបភាពចុងក្រោយគឺពួកគេទាំងពីរឈរមើលព្រះច័ន្ទពណ៌មាសដែលតំណាងឲ្យជីវិតថ្មីដែលពោរពេញទៅដោយក្តីសង្ឃឹមនិងវប្បធម៌ខ្មែរ